ឥឡូវដូចយើងចាប់ផ្ដើមធ្វើ design ពីរបស់យើងហ្នឹងដែលនៅក្នុងហ្នឹងមាន GF2 12 1 2ហ្នឹងគឺដំបូងយើងត្រូវមាន ID របស់យើងហ្នឹងហើយយើង copy ផាសចូលក្នុងនេះមករបស់យើងមកហើយយើងបើកកម្មវិធីថ្មីមកបើកកម្មវិធី ArcGIS ថ្មីមកបន្តមកទៀតនេះដោយសារខ្ញុំមានស្រាប់ហើយយើងយក new file new មកនេះ blank នេះហើយយើងអូខេវាមកបន្តមកទៀតយើង add នេះវាយើង add data វាមកយើងចូលនេះយើងចូលសញ្ញា connect to folder នេះយើង VPC យើងហៅមក data ដែលយើងបាននេះណាយើងដាក់នៅក្នុង B 2013 13 នេះខ្ញុំគាត់នៅទីហើយយើងចូលពាក្យ OK មកដំបូងយើងយកពាក្យcommune OW shop យើង add វាមកអូខេចំពោះ layer នេះយើង rename វាមកយើងយកពាក្យ property ហើយយើង rename វាថា commune of one linear យើងពាក្យ OK មកតើនេះយើងយកពាក្យ open edit table នេះក៏ប៉ុន្តែដោយសារតែខ្ញុំមានស្រាប់អញ្ចឹងខ្ញុំលុបវាចេញសិនលុបវាចេញសិនលុបចេញមកលុបវាចេញមកលុបវាចេញមកអូខេអញ្ចឹងយកពាក្យ add field នេះដំបូងយើងយកពាក្យ then city pop យើងយកពាក្យ load អូខេវាមកយើង add បន្ថែមnumber province នេះយកចំពោះ number province នេះយក sort integer ហ្នឹងអូខេវាមួយទៀតadd field បន្តមកយើងបន្តយកពាក្យ surface hectare HA ខាងនេះយកពាក្យ float មកអូខេយើង add field បន្តទៀតយើង area night gray វា float ដូចគ្នាអូខេបន្តមកទៀតយើង add field តទៀតវា surface kilometer gray float ដូចគ្នាអូខេដំបូងហ្នឹងគឺយើងត្រូវកណនី area នេះសិនយើងយក calculate symmetry នេះយកពាក្យ yes មកអូខេមកទាំងអស់ហើយ area ដែលយើងចង់បានក្នុងនោះ surface ជា hectare យើងយក field calculate នេះដល់មកទៀតយើងស្គាល់មកយើងចុច select លើ area ពីរដងយើងឡើងក្នុង1 hectare គឺ 10000 ម៉ែត្រការ៉េយើងយក 10000 1 2 3 4ហើយវាអូខេកំពុង calculate ឲ្យអូខេចំពោះអាហ្នឹងយើងដើម្បីបាន density របស់ប្រជាជនហ្នឹងយើងនៅប្រជាជនក្នុង1គីឡូប្រហែលអ្នកក្នុង1គីឡូម៉ែត្រការ៉េហ្នឹងយើងយក field calculator នេះដូចគ្នាបន្តមកទៀតយើងយក
array នេះ select ពីរដងដូចគ្នាប៉ុន្តែកន្លែងហ្នឹងយើងចែកនឹង1លានយើងគ្រាន់3 4 5 6អូខេឃើញហើយចំពោះ density of pop យ៉ាងណាចំនួនប្រជាជនក្នុងមានដងសិតេប្រជាជនក្នុង1គីឡូម៉ែត្រក្រេគឺប្រហែលអ្នកយកពាក្យ pop នេះមកហើយយើងចែកនឹង surface ក្នុង1គីឡូម៉ែត្រក្រេនៅក្នុងហ្នឹងយើងថត equation យក in នេះហើយយើងផាសចូលក្នុងហ្នឹងអូខេវា load មកហើយឃើញ load មកម្ដងនេះចំពោះ number of province នេះចំពោះ number of province គឺយើងយក in នេះចែកនឹង10000អូខេមកអស់ហើយជំនួសខែណានេះណាយើង save វាសិនណាភ្លេចទៅណានេះexercise 9 2 MD អូខេមកភាសាទៀតយើងឃើញ exercise របស់យើងណា reset ណាយើងផែនវាសិនណាហើយនេះមកខ្ញុំចេះយើងផែន file ថ្មីតមកទៀតគឺយើង add data តទៀតយើងយក list of province នេះហើយយើង add ផែនវាសិនមកយើងឃើញហើយ list of province ពេលដែលនេះដោយសារតែខ្ញុំកែហើយពេលអត់ទាន់កែហ្នឹងយើងត្រូវយកពាក្យ edit line នេះតមកទៀតយើង start editing យើងអាចកែអក្សរនឹងបានយើងកែអក្សរខាងមុនក្នុងនេះគឺអក្សរ S តែខ្ញុំកែហើយទៅជាអក្សរ E E ប្រឆាំងទីនេះហើយនេះគឺទៅជាថែម all ពីក្រោយអូខេយើងដល់ប៉ុណ្ណឹងនេះយើងចង់ដូរពណ៌ទៅអីយើងដូរតាមចិត្តយើងចង់ដូរពណ៌នេះយើងតាមចិត្តយើងមួយនេះនៅពេលដែលយើងនេះហើយយើង save edit យើងហើយយើង stop editing អូខេប៉ុណ្ណឹង